ឥឡូវនេះគឺយើងចូលមកមើលពីរបៀបចាកចេញពី Telegram ឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានបញ្ហានៅពេលដែលយើងផ្លាស់ប្ដូរទូរស័ព្ទថ្មីឬក៏យើងច្រឡំលុបកម្មវិធីអីហ្នឹងយើងចូលទៅក្នុង Telegram ចាស់យើងវិញគឺពិបាកនៅក្នុងការឲ្យក្រុមហ៊ុនផ្ញើសារឬ call មកប្រាប់លេខកូដរបស់យើងអញ្ចឹងនៅក្នុងនេះគឺខ្ញុំធ្វើទាំងទូរស័ព្ទ Android ហើយនិងទូរស័ព្ទ iPhone ឲ្យបងប្អូនទាំងអស់គ្នាមើលបងប្អូនអាចទស្សនាបានហើយបើសិនជាយល់ល្អបើសិនជាបងប្អូនចង់ផ្លាស់ប្ដូរទូរស័ព្ទណាចង់ផ្លាស់ប្ដូរទូរស័ព្ទបងប្អូនគួរកុំតាន់លុបកម្មវិធី Telegram ចោលឬក៏កុំតាន់ log out ឬក៏យើងថាចាក់ចេញពីកម្មវិធី Telegram ចាក់ចេញពី account យើងហ្នឹងកុំតាន់ចាក់ចេញអីចាំពេលយើងទិញទូរស័ព្ទថ្មីមកយើងតម្លើងកម្មវិធី Telegram ហើយយើងចាំចូលនៅលើ Telegram លើទូរស័ព្ទថ្មីហើយយើងចាំយកកូដនៅក្នុងកម្មវិធី Telegram គឺមិនមែនមក SMS នេះទេដោយសារឥឡូវការអាប់ដេតថ្មីគឺអត់សូវ call មកអត់សូវ SMS ផ្ញើសារមក message យើងទេគឺវាច្រើនតែផ្ញើមក Telegram របស់យើងហើយនឹង email របស់យើងបើសិនជាយើងមាននៅ email អញ្ចឹងរបៀបចាក់ចេញពី Telegram ដោយត្រឹមត្រូវទាំង Android iPhone យើងត្រូវធ្វើយ៉ាងដូចម្ដេចមុននឹងចូលដល់ការបង្ហាញបងប្អូនកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងអញ្ចឹងយើងសម្រាប់ Android មុននេះគឺ Android ហើយគឺយើងចូលទៅក្នុងកម្មវិធី Telegram នឹងមកអញ្ចឹងបងប្អូននឹងឃើញ tray 3នៅខាងលើនេះបងប្អូនចុចកន្លែង tray 3នឹងមួយមកហើយបងប្អូនជ្រើសយក setting យើងចូលកន្លែង setting អញ្ចឹងបន្តមកទៀតបងប្អូនចុចកន្លែង tray 3នេះមកអញ្ចឹងមុននឹងយើងចាក់ចេញខ្ញុំសូមបង្ហាញទូរស័ព្ទនេះសិន iPhone កុំឲ្យថាខ្ញុំចេះតែធ្វើអត់បានគេហៅថាចេះតែធ្វើកុហកអីណាអញ្ចឹងដំបូងខ្ញុំចូលទៅក្នុង Telegram ខ្ញុំនេះសិនជប់សិនណាបងប្អូនចាំផ្លែអីទេនេះពេលដែលខ្ញុំចូលទៅក្នុងនេះទូរស័ព្ទនេះខ្ញុំបងប្អូនឃើញមាន device នេះមានទូរស័ព្ទ LG G8 គឺទូរស័ព្ទនឹងឯងអញ្ចឹងចាំមើលទីទៀតខ្ញុំចេញពីអាហ្នឹងនេះបងប្អូនឃើញប៉ុណ្ណឹងហើយបងប្អូនឃើញសញ្ញា tray 3ណាចុចដូចខ្ញុំចូលមកដល់តំណឹងឃើញសញ្ញា tray 3យើងចុចចំសញ្ញា tray 3ហ្នឹងមកអញ្ចឹងបងប្អូននឹងឃើញពាក្យថា log out ឃើញទេឃើញគេដាក់ log out log out ហ្នឹងបានអាចយកជាការបានថាយើងបានចេញពីគណនីចេញពីគណនីរបស់យើងមិនមែនបានន័យថាលុប account យើងចោលទេយើងគ្រាន់តែចេញកុំឲ្យវាមានប្រវត្តិជាប់នៅក្នុងទូរស័ព្ទហ្នឹងឥឡូវខ្ញុំចុច log out មួយមកអញ្ចឹងកន្លែងខាងក្រោមនេះអីមកជួរនេះអីយើងមិនបាច់មើលទេយើងគ្រាន់តែចុច log out មួយមកហើយយើងចុច log out ចឹងអានេះឃើញនៅនេះគឺវាលោតទៅគណនី Telegram account Telegram ខ្ញុំមួយទៀតទេណាទៅពេលយើង log out ហើយបើសិនជាអត់មានអីទេវានឹងលោត start messaging ដូចដែលយើងឲ្យចូលថ្មីចឹងអញ្ចឹងអានេះរួចហើយបងប្អូនយើងចូលមកមើលនៅក្នុងទូរស័ព្ទនេះ iPhone វិញម្ដងណាអូខេអញ្ចឹងសម្រាប់ iPhone ខ្ញុំចូលមកមើល device មកនឹងឃើញនឹងបាត់ហើយបងប្អូនណាចូលមកមើល device ឃើញបងប្អូនបាត់ហើយទូរស័ព្ទ LG មិញដោយសារខ្ញុំបាន log out អញ្ចឹងវាមានប្រវត្តិចូលទៅក្នុងទូរស័ព្ទនឹងទៀតទេអញ្ចឹងយើង log out ចេញពី iPhone នឹងម្ដងតែយើងត្រូវធ្វើយ៉ាងដូចម្ដេចណាអញ្ចឹងគឺយើងចូលទៅក្នុងកម្មវិធី Telegram នឹងដូចគ្នាមកហើយបងប្អូនអានេះគឺជាគណនីរបស់យើងមុនបងប្អូនចេញមើលផងកន្លោអ្នកខ្លះគាត់មាន account 2 3នៅក្នុងហ្នឹងណាយើងចុចកន្លែង setting នេះបើសិនមាន account 2 3ហើយយើងមើលនៅក្នុងហ្នឹងយើងចូលទៅ account ហ្នឹងដើម្បី log ចេញណាអញ្ចឹងដូចខ្ញុំឈរនៅលើ account ហ្នឹងហើយយើងចុច setting ហ្នឹងមកហើយបងប្អូនត្រូវធ្វើអីទៀតគឺយើងចុចកន្លែង edit ចុច edit មកហើយយើងអស់មកខាងក្រោមបងប្អូននឹងឃើញពាក្យថា log out អញ្ចឹងយើងចុច log out ប៉ុចមកចឹងឥឡូវនេះដូចគ្នាយើងមិនបាច់ជ្រើសរើសយកអីទេយើងចុច log out មកហើយយើងចុច OK មួយមកអញ្ចឹង Telegram ហ្នឹងវានឹងលោតចេញពីក្នុងទូរស័ព្ទទាំងពីរទាំង Android និង iPhone ហើយពេលយើងចង់ផ្លាស់ប្ដូរទូរស័ព្ទថ្មីអីវាអាចនឹងងាយស្រួលក្នុងការផ្ញើសារឬក៏ call មកយើងប៉ុន្តែយល់ល្អដូចខ្ញុំមកប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងពេលបងប្អូនចង់ប្ដូរទូរស័ព្ទថ្មីអីហ្នឹងគឺបងប្អូនគួរតែទុក Telegram ចាស់នៅក្នុងទូរស័ព្ទនេះសិនចាំយើង log ចូលថ្មីហើយគេនឹងផ្ញើមក Telegram នឹងលេខកូដ5ខ្ទង់ឬ6ខ្ទង់អីហ្នឹងគឺគេផ្ញើមក Telegram ហ្នឹងនេះក្រុមហ៊ុន Telegram គឺគេផ្ញើមកអញ្ចឹងជាងពេលយើងចូលមើលទៅយើងនឹងឃើញលេខកូដដែលគេផ្ញើមកហើយឬ
có khơi như lơ ní cầm miền này tại dương châu mưa bàn khơi nhé được chụp ram tống rư còn from mũi tông ấy ngay ao để không pe để dương lọc châu cái krom hôn kịp nhà xa má hỏi bóng bóng mưa số buồn á tay lê cái cứ bài này ấy cứ miền thịt cho ngày cái bênนั้นcứ ao tế vậy đầm sáng cứ pe dương gặp vùng tại thưa đó cứ kịp nhà lịch cầu má cứ lịch cầu đang ngày dương ái vô mà lọc châu tới cái nóng tay lê cái mấy nơi lơ tụ sập mấy bỏ dương bán dương châu tới ở cái này cha bỏ dương bànจึงสำหรับจุงเงาเซ็งๆบองป้อนอาจคอมมันสูงยมบานมันไทยมันเทียดพองได้